ឬក៏មួយទៀតអ្នកនរគ្នាអាចទៅមើល time frame ទូចជាងហ្នឹងណា time frame 3នាទីបើវាប្រាប់ថាបាយយើងអាចបាយបាននេះអូខេវាប្រាប់ថាបាយជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់សាជាថ្មីជាមួយនឹង Channel បាទ Profit Coffee ថ្ងៃនេះគឺចេញវីដេអូមួយទៀតហើយបាទយើងឥឡូវឧស្សាហ៍ចេញវីដេអូមែនទែនអ្នកនរគ្នាដោយសារតែខ្ញុំបានវិលត្រឡប់ជាមួយនឹងការ trade ឡើងវិញក្រោយពីខ្ញុំបានសង្ងំបាទសិក្សាស្រាវជ្រាវក៏ដូចជាហ្វឹកហាត់បាទឲ្យកាន់តែស្ទាត់ជំនាញជាងមុនណាឥឡូវក៏ខ្ញុំធ្វើការចែកចំណុចទៅកាន់បងប្អូនទាំងអស់គ្នាដែលដៃថ្មីដែលឧស្សាហ៍អឺ ស្វែងយល់នៅក្នុង YouTube បាទអញ្ចឹងអ្នកនរគ្នាបាទកុំភ្លេចចុច Like ចុច Subscribe ជួយ YouTube ខ្ញុំទៅខ្ញុំនឹងផុសវីដេអូឲ្យបានញឹកញាប់មែនទែនទាក់ទងទៅនឹង strategy ក៏ដូចជា indicator free ឬក៏ indicator ណាដែលងាយស្រួលក្នុងការ entry ណាអាហ្នឹងគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀប entry នឹងឯងបាទហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំមិនមែនជាអ្នកដែល trader បានលុយរាប់ម៉ឺនដុល្លាររាប់ពាន់ដុល្លារទេអ្នកនរគ្នាបាទយល់ព្រមបានមួយថ្ងៃ$10បាទ$5ថ្ងៃខ្លះក៏ខាតដែរអ្នកនរគ្នាខាត5រៀល10រៀលទៅវិញអញ្ចឹងទៅបាទមានឈ្នះមានចាញ់អ្នកនរគ្នាប៉ុន្តែគ្រាន់ថាមួយរយៈហ្នឹងគឺខ្ញុំអាសាឈ្នះឬអាសាចំណេញទៅខ្ញុំក៏មានទឹកចិត្តធ្វើវីដេអូទៅព្រោះថាខ្ញុំមានទំនុកចិត្តឡើងវិញអញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាបើសិនជាយើង trade ល្មមត្រឹមកាហ្វេកាទៀវអូខេយើងអត់លន់បាទយើងធ្វើមួយថ្ងៃ$10ឬក៏$20ឬក៏$25ហ្នឹងថាប្រាប់ខ្ញុំបាទគឺខ្ញុំយកឲ្យប៉ុណ្ណឹងហ៎យើងប្រៀបធៀបជាមួយនឹងការងារបច្ចុប្បន្នមួយថ្ងៃ50000ច្រើនណាស់អ្នកនរគ្នាបាទមួយថ្ងៃ50000គឺ$12កន្លះហ្នឹងគឺច្រើនបាទអញ្ចឹងយើងស្លៀបពេលធ្វើ part time បានមួយថ្ងៃ10រៀលជាងគឺចាត់ទៅជោគជ័យអ្នកនរគ្នាមិនចេះច្រើនពេកទេលេងតែ account cent ទៅចូលម្ដង5 cent ឬក៏10 cent អញ្ចឹងណានៅពេលដែលវាយើងចុចបាយមួយវាធ្លាក់មកមួយលេខពីរលេខយើងចុចបាយមួយទៀតអាហ្នឹងគឺយើងបាទហ៊ានចុចបាទជាពេលយើងលេងអឺ account ដុល្លារវាអស់លុយច្រើនអ្នកនរគ្នាបើវាចុចទៅវាខុសទិសដៅយើងវាមួយផ្លេតអស់លុយបាត់ហើយយើងបញ្ចូលម្ដង10 20រៀលបាទអញ្ចឹងយើងលេងម្ដង10 20រៀលចាក់យើង trade ម្ដង5សេន10សេនអញ្ចឹងណា1 position ណាហើយខ្ញុំ entry ម្ដងមិនច្រើនទាំងអស់ទេ entry ម្ដង4-5 position អីហ្នឹងអស់ហើយបាទអូខេតោះកុំឲ្យខាតពេលយូរអ្នកនរគ្នាខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី indicator ថ្មីទាក់ទងទៅនឹងកន្លែង buy កន្លែង sell និងកន្លែងណាបាទអញ្ចឹងកន្លែង buy កន្លែង sell នេះវាជួនកាល sell ទៅក៏វាអត់ត្រូវ100%ដែរអញ្ចឹងទេបានជាខ្ញុំមាន indicator 2បាទគប់ផ្សំគ្នាបាទដើម្បី confirm ណាគឺយើង double confirm គឺយើងគេហៅថា double check ណាមុននឹង entry មុននឹងចូលយើង double check មើលទីមួយវាស្ថិតនៅក្នុង swing អី swing buy ឬក៏ swing sell បាទវាស្ថិតនៅខាងកន្លែងដែលយើង buy ទៅ hold ទៅវាចំណេញមកវិញក៏កាន់តែ buy កាន់តែខាតណាអញ្ចឹងយើងលេងតែតាម swing ទៅមិនចេះខកទេអ្នកនរគ្នាបាទខ្ញុំអាសានិយាយតែតទៅនឹង swing នេះបាទអញ្ចឹង indicator smart money concept នេះគឺមានអ្នកប្រើច្រើនមែនទែនដើម្បីឲ្យដឹងថា swing នៅកន្លែងណាបាទនេះ smart money concept បាទយើងចូលទៅដល់ indicator ហើយវាយពាក្យ smart money concept ទៅឃើញនេះឈ្មោះវាខ្ញុំអត់ចាំបាច់ទៅ search ច្រើននេះ smart money concept របស់ Lutz Algo នេះ setting មានអីច្រើននេះយើងដាក់ small នេះមកអានេះគឺ internal structure chain structure ហើយនឹង BOS អ្នកនរគ្នាដឹងណាបាទវា shift ពីឡើងទៅចុះពីចុះមកឡើងអ្នកនរគ្នាដឹងហើយមួយទៀតគឺ swing ខ្ញុំដាក់ normal ឲ្យអក្សរវារៀងធំហើយ daily ខ្ញុំ tick តែប៉ុណ្ណឹងបាទអត់មាន tick អីច្រើន tick តែប៉ុណ្ណឹងទេហើយខ្ញុំចុច OK មកបាទអញ្ចឹងយើងដឹងបាទហើយខ្ញុំអ្នកនរគ្នាជាធម្មតា trader ភាគច្រើនគេលេង scalping គឺនៅក្នុងនេះនៅក្នុង time frame 5នាទីគេ scalping បាទមានន័យថាគេយកខ្លីចំណេញត្រឹម15លេខឬក៏10លេខហ្នឹងគេអូខេគេគ្រប់គ្រាន់ហើយយកតែប៉ុណ្ណឹងឯងចំណេញ5លេខចំណេញ10លេខឬក៏សុកចិត្តខាត3លេខអីចឹងទៅមានន័យថាសុកចិត្តខាត3លេខហើយបើចំណេញ5លេខអញ្ចឹងអានោះវាចំណេញអញ្ចឹងណាបាទហើយនេះគឺមាន indicator buy sell តាមដល់ទៅបាទឥឡូវខ្ញុំនិយាយតទៅនឹង smart money concept ទៅលើ swing សិនបាទ swing នៅកន្លែងណាបាទអញ្ចឹង swing គឺសំដៅទៅលើបាទ
លំហធំបាទអញ្ចឹងលំហធំ swing វានេះឆាំង architecture ពណ៌បៃតងនេះខ្ញុំដាក់ឲ្យធំណាឃើញ swing ខ្ញុំដាក់ខ្សែវាធំមិញអត់អាហ្នឹងអានេះគឺ internal នេះຂະຫນາດតូចនៅក្នុងនេះបាទអញ្ចឹង swing ឡើងអញ្ចឹងយើងទំនោរវាឡើងអញ្ចឹងបន់យើងបន់ឲ្យវាចោះទៅអាធ្វើការបាយនៅពេលដែលបាយគឺវាមានសង្ឃឹមខ្លាំងមែនទែនក្នុងការ entry បាទអូខេអញ្ចឹងនេះអ្នកនរគ្នាយល់ណា internal swing ហើយនេះគឺ internal ឲ្យទូចបាទអញ្ចឹងពេលមកចោះមកពេលនៅប៉ះដល់ A double នេះគឺយើងសង្ឃឹមថាវាឡើងទៅវិញបាទយើងសង្ឃឹមថាឡើងទៅវិញណានេះចាក់ស្ដាយពេលវាចោះ break out structure នេះ break out structure ហើយវាឡើងទៅវិញណា change out character ពណ៌បៃតងគឺវា shift វាប្រូរវាជាទម្រង់ឡើងនេះអញ្ចឹងពេលវាឡើងมันកើតទៅជា under block នេះនៅតំបន់នេះអញ្ចឹងគេអាចទិញចាប់ពីនេះទៅដេញបាយពីនេះទៅបាទដេញបាយពីហ្នឹងទៅបាទតែ indicator នេះវា load មកខុស load I sell បាទចា indicator នេះរៀង missing ដែរមានន័យថាអានេះគឺជា default ទេគឺយើងសេរីគណៈថានេះសេរីវាសិនយើងមាន setting វានេះយើងសេរីវាយើងបាទក្នុងទូរស័ព្ទបាទមើលណាមានផ្ទាំងឲ្យបាំងអ្នកនរគ្នាអញ្ចឹង super trend នេះតើតើនឹងខ្សែខ្ញុំលុបចេញខ្ញុំយកអត់ទេវាម្ដងនេះញ៉ៃបាទហើយ trend នឹង background នេះ x អត់ទេនេះ table បាទ table នេះឯងនេះ table មកទៀត input បាទនេះ preset គេដាក់ auto អញ្ចឹងអ្នកនរគ្នាគួរតែលេងបែប skipping ឬក៏ swing ពីហ្នឹងដាក់ពីហ្នឹងទៅជាមួយនឹងដាក់ skipping ពេល skipping វាមិនអាសា missing អត់នេះពេលវាប្រាប់ឲ្យ sell អូខេ good ត្រូវប៉ុន្តែឥឡូវនេះប្រាប់បាយគឺ missing ដែរបាទអូខេអញ្ចឹងយើងដាក់ skipping ដល់អត់សូវត្រូវប៉ុន្មានហ្នឹងដាក់ swing អូខេ swing បាទ swing គឺវាអត់សូវចេញ signal ទេប៉ុន្តែបើចេញមួយគឺច្បាស់អ្នកនរគ្នាចេញមួយគឺច្បាស់បាទឃើញទេដាក់ swing ទៅ swing មានន័យថាយើងអត់សូវចេញជាតម្រុយទេបាទមានន័យថាឲ្យវា swing មានន័យថាវាវែងណាមិនខ្លីទេ skipping ខ្លីបើ swing វាលំហវែងអញ្ចឹងវាអត់សូវចេញ signal ទេព្រោះថាទៅ confirm ច្បាស់មែនតើបានវា load មកហើយកន្លែងនេះគឺវាប្រាប់ថា sell គឺយើងជឿអត់អញ្ចឹងកន្លែងខ្លះយើងមើលដែរណាយើងមើលទៅលើ structure ដែរនៅពេលដែលវាប្រាប់ថា sell គឺអត់ជឿព្រោះថាក្នុងចិត្តយើងគិតថាបាយដល់ពេលវាប្រាប់ថា sell អត់ជឿបណ្ដោយអញ្ចឹងយើងក៏អត់ entry ដែរមិនមែនយើងឃើញថាវា sell ហើយយើងទៅបាយជាបាយទេមានន័យថាយើងក្នុងចិត្តយើងមើលទៅលើ swing នេះយើងគិតថាវាបាយតែបើជាអានេះគេថា sell អញ្ចឹងយើងអត់ចូលបណ្ដោយនោះត្រាតែយើងគិតថាបាយនេះហើយនេះវាចេញមកថាបាយដែរអាហ្នឹងបានយើងជឿណាអាហ្នឹងបានយើងសង្ឃឹមខ្លាំងមែនតើគឺយើងហ៊ានណាបាទហើយយើងមានដាក់ក្នុងហ្នឹងវាមាន SL មាន TP មានកន្លែង entry TP1 TP2 អញ្ចឹងទៅបាទកន្លែងហ្នឹងគឺអញ្ចឹងបាទអញ្ចឹងយើងឃើញវាឡើងទៅ change register ពណ៌បៃតងវាមានសញ្ញាថាឡើងហើយតែបើជាកន្លែងនេះប្រាប់ថា sell បាទអញ្ចឹងយើងអត់ជឿដែរបាទចាំមើលថាវាបាយបាទយើងជឿអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងមិញខ្ញុំប្រាប់អ្នកនរគ្នាអំពី setting មួយចំនួនមិញសង្ឃឹមអ្នកនរគ្នាយល់ក៏តាមតាន់បាទហើយមួយទៀតយើងអាចទៅមើលបាទមើល BTC មក BTC ឥឡូវហ្នឹងកំពុងតែ BTC កំពុងតែឡាយណាកំពុងតែដើរខ្ញុំកំពុងតែថតថ្ងៃនេះទេថតថ្ងៃសៅរ៍ពេលវាប្រាប់ថា sell អូខេវាប្រាប់ថា sell អូខេកន្លែងនេះយើងអាចជឿវាដែរព្រោះថាលំហធំវា break out structure នៅឡើយទេវាអត់ចេញទៅជា
ឆេងឲ្យ character ពណ៌បៃតងណាបាទអញ្ចឹងហើយនេះវាប្រាប់ថា cell ហ្នឹងមានអីអាចនិយាយបានប៉ុន្តែកន្លែងនេះវាមាន under block មួយដែរបាទមាន under block មួយដែរបាទខាងដែរណាអ្នកនរគ្នាកន្លែងហ្នឹងមាន under block មួយដែរអញ្ចឹងវាប្រាប់ថា cell មកកន្លែងនេះបើតាមក្បួន under block កន្លែងនេះគឺវាអាចឡើងទៅលើវិញបំបែកBOS នេះបាទបែកនេះ under block នេះតម្លៃ44នេះ64នេះគឺវានឹងឆេងឲ្យ character ហើយឡើងទៅលើវិញបាទអញ្ចឹងហើយនេះគឺ under block បាទអញ្ចឹងទេបានជាយើងត្រូវការ double check បាទ check ទី1 check ទៅលើ indicator swing នេះ swing នេះយើងគិតថាវាបាយ break out structure គឺយើងគិតថាវានឹងចុះបាទចុះមកទៀតប៉ុន្តែវាចុះមែនតែនទៅហើយតាមពិតវា late ណាវា sell late មែនតែនបើនឹងលើនេះគឺយើងអូខេមានអាការច្រើន sell មកគឺត្រូវវានៅខ្ពស់ប៉ុន្តែឥឡូវ sell នេះគឺ sell នេះនៅទៀបបាទនៅបាតបាទអញ្ចឹង sell នេះគឺសឹងតែគ្មានឱកាសទេព្រោះថាមិនវាមកដល់ការ develop បានហ្នឹងអញ្ចឹង sell គឺយើងអត់សូវស្រឡាញ់ទេមានតែរងចាំនៅពេលក្រោយមើលថាតើ1ម៉ោងអីទៀតវាអាច break ទៅលើអត់ឬក៏យើងចាំមើលវាប៉ះ BOS នេះវាទៅក្រោមឬក៏ឡើងទៅវិញបើសិនជាវាប៉ះunder block នេះunder block ហ្នឹងប៉ះហើយឡើងទៅលើវិញអាហ្នឹងគឺមុខសញ្ញាថាបាយហើយអញ្ចឹងយើងរងចាំ structure ថាបាយចាំយើងបាយឬក៏មួយទៀតអ្នកនរគ្នាអាចទៅមើល time frame ទូចជាងហ្នឹង time frame 3នាទីបើវាប្រាប់ថាបាយយើងអាចបាយបាននេះអូខេវាប្រាប់ថាបាយមានអីវាប្រាប់ថាបាយអញ្ចឹងយើងអាចចារណាបានអាចធ្វើការបាយបានហើយយើង respect ទៅ respect TPSL អញ្ចឹងអ្នកនរគ្នាបាទព្រោះថា trader គេអាជីពបាទអ្នកដែលគេ trade ចំណេញគឺគេហ៊ានចាញ់បាទបើយើងអត់ហ៊ានចាញ់គឺអត់ឈ្នះទេចាញ់ថាគេហ៊ានចាញ់ហ៊ានឈ្នះមានន័យថាគេ hold ឲ្យប៉ះ SL គេអត់រំកិល SL ទេប៉ុន្តែអ្វីដែលសំខាន់គឺគេ hold ទៅប៉ះ TP លើកលែងថា trader យើងភាគច្រើនណាសូម្បីតែខ្ញុំមកថ្ងៃហ្នឹង SL ហ៊ានប៉ុន្តែបើ TP មិនសូវហ៊ានទេបាទខ្ញុំនិយាយតាមត្រង់ខ្លួនឯងមកទោះបីខ្លួនឯងចេញវីដេអូហ្នឹងក៏ដោយអត់តាន់ធ្វើចិត្តអត់តាន់បានអញ្ចឹងធំ TP ទី1ទី2ហ៊ានណាស់ទី3នេះវាលែងសូវហ៊ានណាព្រោះវាមាន under block នេះមួយដែរព្រោះអីព្រោះថាជួនកាលអីវាអាចនឹងចោះទៅវិញបាទធ្វើយើងខាតអញ្ចឹងយើងចំណេញយើងយកទៅធំ TP ទី2នេះព្រោះថាអីយើងមើល time frame 5នាទីវាដូចជាតប៉ះ under block នេះទេអញ្ចឹងយើងរៀងក្រែងចិត្តដែរខ្លាចថាវានឹងបកមកប៉ះ under block ហើយបើវាឡើងទៅមួយជើងទៀតណាបាទអញ្ចឹងវា CSL ហើយបានវាឡើងទៅវិញឃើញទេអញ្ចឹងនៅពេលដែលយើងវិភាគទៅលើ5នាទីហើយយើង entry នៅ3នាទីឃើញវាអាចនឹងមានបញ្ហាទាំងអស់ហ្នឹងឃើញទេអញ្ចឹងត្រឹម TP ទី2អីខ្ញុំគិតថាវាជា maximum មួយឯងបាទដល់ទី3វារៀងហានិភ័យដែរអញ្ចឹងបើយើងឃើញ TP 2ហ្នឹងមនុស្សឆាយយាយដែលអាចយកបាននោះបាទអញ្ចឹង BTC គឺចាប់ដើមឡើងទៅវិញហើយបាទឡើងទៅបើសិនជាវា break មួយគឺវានឹងឆេងឲ្យ sector ហើយ swing យើងលេងមួយ swing បាទខ្ញុំថាវាប្រាប់ថាខ្ញុំមើល candle នេះ candle 5នាទីនេះវាប្រាប់ថា sell យើងអត់ទុកចិត្តទេព្រោះថា sell មិនបើនៅក្នុងបាតចុះមកបាតនេះមាន sell អីទៀតបើវាមកប៉ះunder block គឺឡើងទៅលើបាទអញ្ចឹងយើង confirm មើល head pop ផ្សេងក្នុង time frame ទុកចំណឹងថាតើវាមានមុខសញ្ញាថាបាយអត់ហើយតាមពិតនេះឃើញបាយមែនបាយមែនអញ្ចឹងអូខេយើងអាចបាយបានហើយ entry តាំងពីដើមមកយើងអាច sell នេះមកបាទយើង respect SL respect TP ទៅគឺមានឱកាសចំណេញច្រើនណាអញ្ចឹងអូខេយើងលេងត្រូវនេះត្រូវ respect ទៅលើ TP SL ហ្នឹងមែនតើបាទ
ចឹងអ្នកនរគ្នាបើមានចម្ងល់តាក់ទងទៅនឹង Navigator ឬក៏ setting ឬក៏យ៉ាងម៉េចអាច comment ខាងក្រោមបានខ្ញុំនឹងធ្វើការព្យាយាមឆ្លើយតបទៅកាន់